ភ្នំនាងកង្រីខេត្តកំពង់ឆ្នាំងរមណីយដ្ឋានភ្នំនាងកង្រីស្ថិតនៅក្នុងឃុំ2គឺឃុំពោធិ៍និងឃុំត្រងល់ក្នុងស្រុកកំពង់លែងវានៅនឹងទិសខាងជើងប្រហែលជា14គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំងភ្ញៀវទេសចរទៅទស្សនាទាំងរដូវប្រាំងនិងរដូវវស្សាប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរដើមពូសាក្រោមភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហៅឬកំពង់បឹងយើងត្រូវបន្តដំណើរឆ្លងកាត់ភូមិ4គឺភូមិពោធិ៍អណ្ដែតកំពង់បឹងកែងតាសុកនិងអណ្ដូងរនុកដែលកាត់តាមច្រកភ្នំត្របែកទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថាពោធិ៍ដំណាក់វត្តឆ្វេងដៃដែលកាត់តាមវាលស្រែចម្ងាយប្រមាណ7គីឡូម៉ែត្រទើបដល់ភ្នំនាងកង្រីភ្ញៀវទេសចរកំសាន្តទេសភាពនៅជើងភ្នំដ៏ស្រស់ត្រកាលអាចហែលទឹកកំសាន្តសប្បាយនិងមើលទេសភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតនៅថ្ងៃរៀបលិចទេសភាពភ្នំកង្រីកាន់តែស្រស់ស្អាតដែលគេតែងតែនិយាយលេងសើចថាខែវស្សាកង្រីហែលទឹកប្រជាជននៅទីនោះតែងធ្វើដំណើរទៅណាមកណាតាមទូកដតាមមធ្យោបាយលើផ្ទឹកអ្នកនេសាទតែងតែធ្វើដំណើរទៅជាធម្មតាព្រឹកនិងល្ងាចហើយរដូវវស្សាទឹកឡើងឆ្នាំនេះគឺខ្លាំងមែនទែនជិតដល់នឹងចំណុចប្រកាសអាសន្នដោយទេសភាពផ្ទៃទឹកដ៏ស្រស់ស្អាតនិងព្រៃភ្នំអមមាត់ទឹកនិងប្រជាពលរដ្ឋធ្វើដំណើរពីស្រុកកំពង់លែងមកកំពង់ឆ្នាំងពីកំពង់ឆ្នាំងទៅស្រុកកំពង់លែងដោយទូកដរជាប្រចាំអ្នកនៅទីនោះពេលខ្លះក៏គិតថាលំបាកតែពេលខ្លះក៏គិតថាជាសំណាងដោយបានផ្លាស់ប្ដូរបរិយាកាសមានគយគន់ធម្មជាតិមានទឹកទន្លេដ៏ស្រស់ស្អាតនិងមានការធ្វើដំណើរទៅមកជាប្រចាំហាក់ដូចជាផ្លាស់ប្ដូរបរិយាកាសដែលកំសាន្តអីចឹងដែរអ្នកនៅទីនោះគឺរដូវវស្សាទេសភាពផ្សេងរដូវប្រាំងទេសភាពផ្សេងគឺធ្វើឲ្យផ្លាស់ប្ដូរបរិយាកាសដែលជាសម្រស់ធម្មជាតិមិនចេះជឿនណាយដោយឡែកក្រៅពីអ្នកស្រុកនិងប្រជាជននៅស្រុកកំពង់លែងនៅស្រុកដទៃក៏តែងតែចង់ស្គាល់អំពីទិដ្ឋភាពនិងទេសភាពនៅស្រុកកំពង់លែងជាពិសេសនៅភ្នំនាងកង្រីតែម្ដងដោយភ្នំនាងកង្រីនេះមានប្រវត្តិព្រេងនាយដ៏គួរឲ្យកត់សម្គាល់និងដ៏អស្ចារ្យទៀតផង